ចាក់កាពីនៅតង់ចាក់ចំកន្លែងដែលថាគេយកទៅសម្លាប់តែមិនស្លាប់បែរជាឡើងធ្វើស្ដេចតម្រងចាក់ចំមកកន្លែងហ្នឹង ប្រជាពលរដ្ឋខ្មែរបានជឿនិងគោរពលើរឿងអបិយជំនឿអំពើអាបធ្មប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយពោលគឺនៅមុនការកើតជារដ្ឋទៅទៀតក៏ប៉ុន្តែបន្ទាប់ពីឥណ្ឌាបានមកផ្សព្វផ្សាយអរិយធម៌នៅដែនដីអាស៊ីអាគ្នេយ៍មកអបិយជំនឿទាំងនោះបានសំយោគចូលគ្នាជាមួយនឹងសាសនាហិណ្ឌូឬប្រមាញ់នឹងសាសនាព្រះពុទ្ធដោយសារតែភាពស្រដៀងគ្នាមួយចំនួនទៅលើការគោរពបូជានិងទ្រឹស្ដីទេវនិយមជាដើម ចូលចម្រើនចាស់ព្រះបារមីមហាចក្រវាឡស៊ូសេងមួយចូលចម្រើន ដៃចោល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 រ៉ាអ៊ូ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 បរ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 បដៃចោល យ៉ាងណាក៏ដោយរហូតមកដល់បច្ចុប្បន្នជំនឿទៅលើមន្តអាគមទាំងនេះត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាមុខរបររកស៊ីដោយពួកគេតាំងខ្លួនជាគ្រូឬអ្នកស្នងបារមីខណៈអ្នកនយោបាយនិងមេដឹកនាំមួយចំនួនបានយកជំនឿនេះមកធ្វើប្រជាភិថុតបោកប្រាស់ពលរដ្ឋនិងពង្វក់សង្គមដើម្បីបង្វែរព្រឹត្តិការណ៍ជាដើមចំពោះគ្រូមន្តអាគមគឺចែកចេញជា3ប្រភេទរួមមានទី1គ្រូចេះពិតមិនដែលអួតមិនលោភលន់រក្សាភាពសច្ចៈនិងគុណធម៌ ទី2គ្រូបោកប្រាស់នឹងយករឿងនេះមករកស៊ីដើម្បីបានលៀបនិងទី3អ្នកមិនចេះតែជាងប់ងល់នឹងយករឿងអបិយជំនឿមកបោកប្រាស់ពលរដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពួកក្រុមទី2និងទី3ដែលជាក្រុមកុហកបោកប្រាស់ពួកគេត្រូវបានមើលថែដោយអាទិទេពមួយព្រះអង្គនោះគឺលោកយាយផ្កាយមាស5ម៉ែនសំអនយ៉ាងណាមិញសម្ដេចគង់ហ៊ានដែលជាអ្នកក្លាហានបញ្ច្រាស់ទីក៏ជាអ្នកមានជំនឿងប់ងល់ទៅលើមន្តអាគមអាបធ្មប់ស្នងរូបនេះផងដែរ ជាក់ស្ដែងសម្ដេចគង់ហ៊ានបានបញ្ជាឲ្យថតរឿងដែលគាត់បានតាំងខ្លួនឯងជាអ្នកមានបុណ្យមកចាប់ជាតិដោយដាក់បញ្ចូលនៅឈុតឆាកអភិនិហាមានទេវតាហោះហើរនិងភ្លើងព្រាយអាបធ្មប់អីហ្នឹងក៏មានដែរទន្ទឹមគ្នានេះបរិសសង្ហាចរិតតួឯកដែលចូលចិត្តមើលរឿងសាមកុករូបនេះធ្លាប់និយាយថាកាលគាត់ធ្វើដំណើរតាមរថយន្តទៅខេត្តសៀមរាបធ្លាប់ត្រូវគេលួចធ្វើឃាតដោយបាញ់នឹងគ្រាប់3ផ្លែត្រយ៉ងចេកប៉ុន្តែមិនត្រូវគាត់បាននិយាយអួតទៀតថានៅពេលទៅដល់ប្រាសាទអង្គរវត្តគាត់បានចាក់គម្ពីរត្រង់ចំណុចដែលថា មាននប់ត្រូវគេយកទៅសម្លាប់តែមិនស្លាប់ចុងក្រោយបានខ្លាចជាស្ដេច ចាក់កាពីនៅតង់ចាក់ចំកន្លែងដែលថាគេយកទៅសម្លាប់តែមិនស្លាប់បែរជាឡើងធ្វើស្ដេចតម្រងចាក់ចំមកកន្លែងហ្នឹង តាមពិតទៅគម្ពីរនេះក៏ឈុតម្យ៉ាងដែរព្រោះសពថ្ងៃមាននប់នឹងគាត់មានអំណាចប្រៀបបីដូចជាស្ដេចមួយអង្គអីចឹងដែរទាស់តែត្រង់ថាជាស្ដេចអត់មកុដប្រៀបបីដូចជាតួអង្គឆាវនៅក្នុងរឿងសាមកុកដែលបញ្ជាស្ដេចដូចនេះដែររឹតតែគួរឲ្យសរសើរទៀតនោះគាត់បានឲ្យគេសាងសង់រូបសំណាកស្ដេចកនដែលមានមុខមាត់ដូចគាត់នៅតាមបណ្ដាខេត្តក្រុងទៀតផងទោះជាយ៉ាងណាស្ដេចកនកូពីរូបនេះមិនត្រឹមតែលើកដំកើងខ្លួនឯងជាអ្នកមានបុណ្យនោះទេសូម្បីតែកូនគាត់ក៏ត្រូវបានគាត់ដំកើងឲ្យទៅជាដុំពេជ្រទាំងអស់ដោយគាត់ធ្លាប់បាននិយាយថាកូនប្រុសច្បងរបស់គាត់គឺជាអ្នកតាក្រហមនៅស្រុកកំណើតមកចាប់ជាតិទៀតផងយ៉ាងណាក៏ដោយចុះទោះបីជាសម្ដេចគង់ហ៊ានចិញ្ចឹមគ្រូបារមីនិងប្រើប្រាស់រឿងអបិយជំនឿយកមកបោកពលរដ្ឋយ៉ាងណាក្តីក៏គាត់ហាក់មិនទុកចិត្តទៅលើវេទមន្តឬបារមីដែលគាត់ខំប្រឌិតនោះថានឹងជួយរក្សាអំណាចរបស់គាត់បានឡើយជាក់ស្ដែងគាត់បានគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធនិងបែងចែកតួនាទីសំខាន់ៗឲ្យបកពួកដើម្បីរក្សាអំណាចនិងការរៀបចំការបោះឆ្នោតបង្ក្រប់កិច្ចជាដើមជាចុងក្រោយនាងខ្ញុំសូមជម្រាបជូនបងប្អូនថាការជឿទៅលើអ្វីមួយគឺជាសិទ្ធិរបស់បងប្អូនក៏ប៉ុន្តែសូមបងប្អូនជឿដោយបញ្ញានិងស្វែងយល់ពីហេតុផលព្រោះបើយើងជឿងប់ងល់ពេកនឹងធ្វើឲ្យយើងគ្មានការរីកចម្រើននោះទេជាឧទាហរណ៍ដូចជាចិនជាដើមដែលបានកើតជារដ្ឋតាំងពីរាប់ពាន់ឆ្នាំមុនមកម្លេះនិងពោពេញទៅដោយអបិយជំនឿឬហុងស៊ុយនិងគ្រូមន្តអាគមជាដើមប៉ុន្តែប្រទេសនេះត្រូវបានបរទេសគ្រប់គ្រងបន្តគ្នាអស់រយៈពេលជាច្រើនឆ្នាំលុះក្រោយមកមេដឹកនាំប្រទេសមួយនេះបានធ្វើកំណែទម្រង់ដោយពង្រឹងចំណេះដឹងនិងការអប់រំដល់ពលរដ្ឋខ្លួនហើយនៅពេលដែលពលរដ្ឋចិនមានចំណេះដឹងកាន់តែខ្លាំងពួកគេបានដើរចេញពីរឿងអបិយជំនឿនេះបន្តិចម្ដងនិងបានប្រើប្រាស់ចំណេះដឹងរបស់ពួកគេអភិវឌ្ឍប្រទេសរហូតដល់មានការរីកចម្រើនរហូតមកដល់សប្តាហ៍ថ្ងៃនេះសូមអរគុណ ឥឡូវកំពុងពេញនិយមអញ្ចឹងបងប្អូនដែលត្រូវការប្រភេទភួយនេះយកទៅប្រើបងប្អូនសាច់ក្រាស់ហើយស្អាតទៀតកម្មញីមួយអាចមកមើលបាននៅហាង PP House បាទអរគុណមួយសូមជាងអញ្ជើញទិញចោះមិនខុសចិត្តទេឆ្នាំខ្ញុំ